រៀបសួរបងប្អូនទាំងគ្នាខានចេញវីដេអូយូរដែរបងប្អូនចឹងអានេះបង្ហាញបងប្អូនពីការបំបែកក្មេងសំណាញ់បងប្អូនចឹងសម្រាប់ការបំបែកក្មេងសំណាញ់នេះគឺខ្ញុំប្រើចោមវាអ្នកខ្លះហៅចោមអ្នកខ្លះហៅក្បាលសំណាញ់បងប្អូនគឺខ្ញុំប្រើវា16កន្លះបងប្អូនចឹងដើម្បីបំបែកក្មេងបានគឺយើងរុះខ្សែសិនបងប្អូនបើយើងមានឈ្នួន2យើងដាក់ឈ្នួន2ក៏បានដែរបងប្អូនចឹងខ្ញុំដាក់ឈ្នួនតែមួយទេចឹងយើងដាក់ចូលហើយយើងសូកមើលសូកប្រឡោះណាក៏បានដែរបងប្អូនសូកមួយបងតែមកយើងតុបវាបងយើងតុបវាបែបនេះមកបាទយើងតុបវាហើយយើងចូលទៅមកខាងពីសរសៃបាទសូកពីក្រោមមកហើយយើងសូកចូលកដាលបងសូកចូលកដាលបាទយើងទាញវាហើយយើងទាញវាមកក្រោយបងទាញមកក្រោយមកបាទអញ្ចឹងវាជឿបបងជឿបបានមកកន្លាហើយបាទទៅមកទៀតយើងដាមបងអានេះខោដាមអញ្ចឹងចង់បានប្រហែលហ៊ុនយើងដាក់ប៉ុណ្្នឹងហ្មងតែមួយយើងដាក់វាសូបវាក្រងខ្សែបងសូបវាក្រងខ្សែហើយយើងមើលកាឡាយើងជ្រើសមើលកាឡាណាដែលវានៅគៀកគ្នាបងចេះខ្ញុំគិតថាមួយនេះនៅគៀកជាងkiaបងចេះខ្ញុំសូកអាមួយនេះបាទសូកចឹងហ្មងហើយយើងទាញវាដាក់គៀកកាឡាបងដាក់គៀកដាមបងតែដល់ដាមចឹងហ្មងនេះទាញវាដល់ដាមចឹងហ្មងហើយយើងចូលខ្សែទៅមកខាងយើងសូកវាពីសរសៃបាទសូកវាពីសរសៃមកហើយយើងសូកមកសរសៃកណ្ដាលបងសូមមកសរសៃកណ្ដាលនោះបាទទាញមកលើហើយទាញអាផ្សេងទួយក្រោយអស់បងកុំឲ្យវាទាក់គ្នាទាញវាតឹងហ្មងបាទទាញវាតឹងមកយើងទាញវាបាទទាញបាទទាញវាចឹងហ្មងនេះបងចឹងវាបាននេះបងវាបានចឹងហើយតែមកយើងរោមមើលកាឡាណាដែលនៅគៀកបន្តពីគ្នាទៀតបងចឹងខ្ញុំយកកាឡានេះយើងសូកអានេះមួយទៀតនោះយើងសូករហូតដល់អស់16កន្លះបងបាទយើងទាញវាទៅផុតចឹងមកយើងចូលខ្សែទៅមកខាងមកយើងសូកវាពីសរសៃសូកមកសរសៃកណ្ដាលទៀតមកបាទហើយយើងទាញវាបាទយើងទាញវាចឹងមកយើងធ្វើរបៀបនេះរហូតដល់អស់បងរហូតដល់អស់អានេះបាទសរសៃនេះចឹងយើងមើលដាក់មកកាឡាទៀតបងដាក់មកកាឡាទៀតសិនមកចឹងអានេះខ្ញុំគិតថានៅគៀកជាងkiaបងសូកអានេះមួយទៀតសូកហើយយើងសូកវាពីសរសៃហើយសូកមកសរសៃកណ្ដាលបាទយើងទាញផ្សេងទៅលើអស់បាទហើយយើងទាញវាមកបាទយើងដោះដាមចេញហ្នឹងនេះបងវាបានកន្លាបែបនេះចុះយើងចាក់បន្តរហូតដល់អស់អានេះបងដល់អស់អាអំបោះនេះបាទចឹងឥឡូវនៅសល់តែមកកាឡាដែរបងសល់មកកាឡានេះមួយសល់មកសរសៃចឹងសូកសរសៃនេះបង្ហើយហ្មងបាទចូលលើទៅមកខាងសូកពីសរសៃហើយសូកមកសរសៃកណ្ដាលបាទយើងទាញវាស្មើដាមហ្មងបាទយើងទាញវាបាទទាញវាតឹងចឹងខ្ញុំដោះវាចេញបងចឹងគឺអស់ហើយបងគឺសរសៃអាខាងលើនេះគឺអស់លីងបងបាទចឹងដល់ពេលអស់លីងចឹងហើយគឺវាដល់កន្លែងមុខតំណវាបងអានេះគឺខ្សែដែលយើងទុកសល់បងយើងទុកសល់ពីយើងចាក់ដបូងបងក៏ទួយខ្សែចឹងអាដៃនឹងដៃខ្ញុំនេះគឺអាដៃដែលមានឈ្នួនបងចឹងយើងចាប់វាគុំគ្នាបងនេះចេះចឹងចាប់វាគុំគ្នាបងដាក់បែបនេះបងដាក់បែបនេះមកនឹងសូកចូលកណ្ដាលបាទចូលកណ្ដាលវាឆ្ពិនគ្នាបងឆ្ពិនគ្នាទៅនេះយើងដាក់វាចឹងមកហើយយើងសូកមើលបងសូកមើលឲ្យស្មើគ្នាបងអញ្ចឹងអាក្នុងដៃនេះអានេះគឺវែងជាងអញ្ចឹងយើងរូតវាទៅលើបើវែងជាងយើងរូតវាទៅលើឲ្យស្មើគ្នាហើយយើងធ្វើម្ដងទៀតមកគឺនៅខ្វះបងអញ្ចឹងអានេះគឺស្មើគ្នាបងនេះអានេះគឺស្មើគ្នាហើយយើងតុបទៅនេះមកហើយយើងចូលខ្សែទៅមកខាងសូកពីសរសៃហើយសូកមកសរសៃកណ្ដាលហើយយើងទាញវាបាទទាញវាចឹងមកយើងសូកវាមើលបងគឺស្មើគ្នាបងស្មើគ្នាអញ្ចឹងអានេះគេហៅបានមកកាឡាបងបានមកជុំបងនេះមកជុំវាគឺដល់អាកន្លែងនេះឯងគេហៅមកជុំបាទបន្ទាប់ពីបានមកជុំហើយយើងចាប់ដើមបំបីក្មេងបងហើយបញ្ជាក់បងប្អូនមួយទៀតបងការបំបីរបស់ខ្ញុំនេះគឺបំបីក្មេងជួបងបាទអញ្ចឹងដើម្បីបំបីក្មេងគឺយើងដាក់ដើមហ្មងអញ្ចឹងសូកចូលប្លោះដើមបងនេះសូកយកប្លោះដើមនេះ ចឹងកាឡាដំបងគឺយើងបំបីគ្រប់ក្មេងទាំងអស់បងមានកាឡាប៉ុណ្ណាក៏យើងបំបីប៉ុណ្ណឹង
ចឹងកាឡានេះវា16កាឡាចឹងយើងត្រូវ8 16ដូចគ្នាដែរចឹងសូកកាឡាដែលនោះបាទសូកកាឡាដែលបាទសូកកាឡាដែលហើយចូលខ្សែទៅម្ខាងសូក2សរសៃហើយសូកមួយសរសៃកណ្ដាលបាទទាញវាស្មើដើមមកយើងទាញវាបងបាទយើងទាញវាចឹងមកហើយយើងលាតមើលបងកាឡាបន្ទាប់នេះបងកាឡាបន្ទាប់ចឹងលើនេះយើងអត់មានសមានដូចអាមុខតណោលើទេបងគឺយើងមើលបងនេះបងកាឡាបន្ទាប់វានេះបងកាឡានេះទៅហើយចូលកាឡានេះចូលកាឡានេះបាទសូកចុះនេះមកបាទយើងសូក2សរសៃហើយសូកមួយសរសៃកណ្ដាលបាទទាញវាស្មើគ្នាយើងទាញបាទដល់ពេលចាក់បាត់ចឹងហើយយើងសូកវាប្រឡោះអណ្ដែលបងនេះប្រឡោះអណ្ដែលនេះបងប្រឡោះអណ្ដែលនេះសូកវាចូលក្នុងនេះមកបាទសូកវាចឹងមកបាទចឹងយើងសូក2សរសៃហើយសូកមួយសរសៃកណ្ដាលបាទហើយទាញហើយយើងមើលកាឡាបន្តទៀតបងយើងលាតវាមកនេះបន្ទាប់ពីអានេះគឺចូលដល់នេះបងព្រោះអានេះសូកនេះសូកតមកខាងសូក2សរសៃហើយសូកមួយសរសៃកណ្ដាលទាញតែមកយើងសូកកាឡាដែលបងមិនក្មេងគឺគ្រប់កាឡាគឺយើងធ្វើអញ្ចឹងទាំងអស់មកជុំអានេះមកជុំវាគឺធ្វើអញ្ចឹងទាំងអស់នេះចឹងដកមើលបងនេះបងចឹងក្មេងបងនេះក្មេងនេះគេហៅក្មេងបងនេះបងនេះក្មេងបងគឺ3កាឡាមិនចាក់បាន3កាឡាគឺក្មេងទាំង3បងនេះក្មេងទាំង3កាឡាចឹងមកជុំនេះគឺយើងមិនក្មេងទាំងអស់បងបាទចឹងនៅសមមកសរសៃបងនៅសមមកសរសៃទៅក៏ដល់ជុំវាចឹងសូកនេះពឹងហើយសូក2សរសៃសូកមួយសរសៃកណ្ដាលទាញហើយសូកកាឡាដែលបងកាឡាដែលសូក2សរសៃសូកមួយសរសៃកណ្ដាលបាទចឹងទាញផ្សេងទៅអស់មកវាញ៉ៃបាទចឹងចាក់អស់ដោះដាមចេញមកនេះបងគឺសិតតែក្មេងបងនេះកាឡាណាក៏មានក្មេងដែរតែយើងលាតមើលបងគឺក្មេងទាំងអស់បងបាទចឹងក្មេងបងគឺក្មេងគ្រប់កាឡាទាំងអស់នេះបងសិតក្មេងចឹងដល់មុខតណវាបងមុខតណនេះមុខតណវាគឺយើងធ្វើដដែលរបស់មុខតណវាសូកចឹងមកបាទហើយយើងវាស់វាសូកចឹងមកវាស់វាស្មើគ្នាអត់ចឹងស្មើហើយតប់វាចឹងចូលខ្សែទៅមកខាងសូក2សរសៃសូកមួយសរសៃកណ្ដាលយើងទាញយើងចឹងនេះបានមកជុំទៀតបងបានមកជុំទៀតហើយសាក់ក្មេងបងចឹងនៅពេលយើងចាក់បន្តទៀតដាក់ដើមយើងមកហើយយើងលាតមើលបងយើងលាតមកដល់ក្មេងបងដល់ក្មេងមុនយើងសូកក្មេងបាទដល់ក្មេងយើងសូកក្មេងចឹងមកយើងចាក់ធម្មតាបងដល់ក្មេងយើងសូកក្មេងបាទសូកក្មេងចឹងមកហើយយើងលាតមកទៀតមកមុខអត់មានក្មេងទេចឹងយើងសួរអត់ក្មេងទេមកអត់ប្រវាទេបងបាទហើយយើងលាតមើលមកទៀតនោះតមកមុខទៀតមានក្មេងអត់នេះតមកមុខទៀតមានក្មេងចឹងមានក្មេងយើងសូកក្មេងនេះមកបាទសូកចឹងមកសូក2សរសៃដែលសូកមួយសរសៃកាឡាដែលលាតមកទៀតចឹងដល់កាឡាធម្មតាធម្មតាសូកកាឡាធម្មតាបាទអត់មានអីប្រវាទេបងសូកចឹងមកបាទហើយដោះមើលនេះបងដល់ក្មេងយើងសូកក្មេងអត់ក្មេងយើងអត់សូកធម្មតាបងនេះចឹងដល់ក្មេងយើងសូកក្មេងនេះក្មេងកន្លែងអត់ក្មេងយើងសូកធម្មតាបន្តអញ្ចឹងក្មេងវាគេហៅថាក្មេងគឺវា2សរសៃម្នាក់ឯងបងនេះយើងចាក់វាធម្មតារហូតដល់មកជុំវិញបងចាក់វាធម្មតារហូតដល់មកជុំវិញសិននោះបាទចឹងឥឡូវខ្ញុំចាក់អស់ហើយបងចាក់ដល់មុខតណវានេះដល់មុខតណដកចេញបាទដល់មុខតណនេះបងចឹងក្មេងយើងដាក់សូកក្មេងអត់ក្មេងយើងសូកធម្មតាបងចឹងដល់ពេលដល់មុខតណយើងតវាដែលបង
តវាដែរហើយវើមើលធំពេកទាញទៅវិញហ្នឹងដាក់ស្មើបាទដាក់ស្មើហើយយើងតបវានឹងសូកពីសរសៃសូកមកសរសៃកណ្ដាលបាទហើយយើងមើលបងយ៉ាងនេះក្មេងយ៉ាងនេះក្មេងបើយើងចាក់មកក្រមចាក់បាន1 កាឡាបងយើងចាក់មកជុំបានកន្លះកាឡាយើងចាក់2ជុំវាបាន1 កាឡានេះបងចាខ្ញុំចាក់បាន1ជុំទៀតសិនវាឃើញ1 កាឡាហើយបងចាយើងដាក់ដើមសូកធម្មតាបងសូកអណ្ដែលបងដាក់អញ្ចឹងមកសូកពីសរសៃសៃកណ្ដាលសូកបន្តមកមុខទៀតបងចានឹងសូកបន្តអណ្ដែលមកមុខបងដើម្បីបាន2 កាឡាបាន1 កាឡាបងសូកអញ្ចឹងបងតមកទៀតបងបាទអញ្ចឹងអានេះយើងបានយើងមើលបងនេះនេះក្មេងនេះក្មេងអញ្ចឹងអានេះបាន1 កាឡាបងនេះបងអានេះក្មេងអញ្ចឹងនៅក្រោមក្មេងអានេះវាបានពីមុខតំណនេះមកមុខតំណនេះវាបានកន្លះកាឡាចុះពីមុខតំណនេះមកមុខតំណកណ្ដាលបន្តទៀតវាបាន1 កាឡាបងពេលចេញរៀងបែបនេះខៅ1 កាឡាហើយបងចេញរៀងបែបនេះខៅ1 កាឡាចឹងចាក់1 កាឡានេះបានជុំវិញសិនណាបងចាក់1 កាឡានេះដល់មុខតំណនេះសិនឲ្យបានមកជុំហើយវាបាន1 កាឡាមកជុំវិញនេះបងអានេះវាបាន1 កាឡាតែមកជ្រុងទេតែមកផ្នែកទេបងបាន1 កាឡាប៉ុណ្ណេះជាងចាក់វាដល់ជុំវាមកបានមុខបាន1 កាឡាមកជុំបងបាទជាងចាក់បន្តទៀតហ្នឹងបាទឥឡូវដល់មុខតំណហើយបងនេះដល់មុខតំណវានេះខ្ញុំដកដើមចេញមកដកដើមចេញហើយយើងតមុខតំណវាបងដាក់តមុខតំណវាមកមើលមើលដល់លើបន្តិចស្មើហើយយើងតុបវាចូលទៅមកខាងសូកពីសរសៃសូកមកសរសៃកណ្ដាលហើយយើងទាញវាមកបាទចឹងដល់ពេលបានចឹងហើយបងយើងលាតមើលចឹងបាន1 កាឡាបងនេះជាង1 កាឡាចឹងមកជុំវិញនេះគឺបាន1 កាឡាទាំងអស់បងនេះស្ទើរ1 កាឡាចឹងវាចាក់ដល់មុខតំណនេះបងចឹងវាបានន័យថាវា1 កាឡាមកជុំវិញនេះហើយបងនៅពេលបាន1 កាឡាមកជុំវិញនេះយើងចាប់ដើម8ក្មេងបងអ្នកខ្លះគេ8 2 កាឡាបងអានេះក្មេងវាបាន1 កាឡាយើង8អានេះខ្ញុំឧទាហរណ៍ថា1 កាឡា8 1បង1 កាឡា8ក្មេងម្ដងអ្នកខ្លះ2 កាឡា8ក្មេងម្ដងអ្នកខ្លះ3 កាឡា8ក្មេងម្ដងបងអានោះតាមក្បួនខ្នាតដែលយើងធ្លាប់ចាក់រៀងខ្លួនណាបងហើយណាមួយវាអាស្រ័យលើក្បាលចោមនេះដែរបើក្បាលចោមវាតូចគេបំបែកឲ្យញឹកក្បាលចោមធំគេបំបែកឲ្យយាលគ្នាបងបាទអញ្ចឹងជាការឧទាហរណ៍អញ្ចឹងយើងមើលបងសម្រាប់ក្មេងជួបងអញ្ចឹងអានេះក្មេងដំបូងគេអញ្ចឹងកលែងខ្សែដែលមានឈ្នួនណាបងខ្សែដែលមានឈ្នួននេះគឺយើងមើលបងបើវានៅចំក្មេងនៅចំកលែងនេះគឺយើងបំបែកកលែងនេះបាទតែបើសិនជាខ្សែនៅចំកលែងនេះឧទាហរណ៍យើងមើលទៅលើអត់មានក្មេងទេជាយើងអត់បំបែកកន្លែងនេះទេយើងត្រូវបំបែកកន្លែងនេះយើងមើលអាកន្លែងចាក់ដបូលនេះគឺយើងមើលមិនឲ្យចំក្មេងសិនណាបងបើឧទាហរណ៍ថាអានេះខ្សែនៅកន្លែងនេះបងបជាម្ដងទៀតណាបងអញ្ចឹងខ្សែនៅកន្លែងនេះអញ្ចឹងយើងលាទៅមើលយើងមើលទៅលើគឺឃើញក្មេងអញ្ចឹងយើងបំបែកក្មេងកន្លែងនេះបងកន្លែងនេះតែបើសិនជាខ្សែឈ្នួននៅកន្លែងនេះហើយយើងមើលទៅលើអត់មានក្មេងទេបងចឹងយើងអត់កន្លែងនេះយើងអត់បំបែកទេយើងចាក់មកមុខរួចយើងមើលទៅលើបើមានក្មេងយើងបំបែកកន្លែងនេះបងយើងបំបែកកន្លែងនេះអានឹងសម្រាប់ក្មេងដំបូងសម្រាប់ការចាក់ដំបូងមកក្នុងមួយជុំអញ្ចឹងអានេះក្មេងកន្លែងនេះបងត្រូវក្មេងកន្លែងនេះចឹងយើងបំបែកកន្លែងនេះចឹងយើងដាក់ដើមចំមកយើងសូកយកកន្លែងដែលយកក្មេងមកនៅចំកន្លែងនេះចឹងសូកវាបាទសូកវាចឹងហ្មងសូកពីខ្សែសូកមកយ៉ាសូកមកទៅខ្សែកណ្ដាលយើងទាញហើយអាជុំលើនេះគឺយើងបំបែកក្មេងទាំងអស់បងនេះសាក្មេងអញ្ចឹងក្មេងណាក៏ក្មេងដែរអញ្ចឹងដល់ពេលយើងចាក់អាជុំនេះគឺយើងចន្លោះមួយបំបែកមួយបាទអញ្ចឹងអានេះយើងបំបែកហើយបងបំបែកហើយបើទៅមកអានេះយើងអត់ចាំបាច់លាទៅមើលអាលើទេបងយើងចាក់គឺយើងមើលអាដំបងនេះមើលមិនឲ្យវាចំជួយវាមួយសិនបងឲ្យចំជួមួយសិនបន្ទាប់មកយើងអត់ចាំបាច់លាតមើលទេគឺយើងបំបែកមួយចន្លោះមួយបាទអញ្ចឹងអាលើនេះបំបែកទាំងអស់អាក្រមនេះបំបែកមួយចន្លោះមួយអញ្ចឹងសក់នេះហ៎បាទយើងទាញវាអញ្ចឹងអានេះយើងចន្លោះអត់បំបែកទេអញ្ចឹងសក់នេះ បាទសុកនេះហ៎
số này hơi dướng số biết cái này là mấy bảy bạn số bia và tại mỗi chả ní nhưng ăn bảy thì cho lo mùi nên cái họ cho lo muối bảy mùi và chứ bảy thế chỗ đó nó dùm bảy chỗ đó nó dùm bảy nó dùm bảy nó số lên đây nó và số lên đây tiền biểu tại mỗi chỗ đó ní cứ giọt bảy thì cho lo mùi và nó cho lo mùi cho lo mặc la được cho lo mùi dạ nói với bạn này bạn này và cho em đo mưa bọn thay về trao 8 chua về để ọt hơi nè bộ này này không mì chứ một cái đống không mì nó trao chua về bộ này vậy nhưng mưa mà này cái trao chua đây bộ này không mì nó crom trao chua về đây chứ mưa mà này chứ anh ấy không ăn crom không mì này chứ chua biết nó chồng chua về chứ bị chịu ôn lên nên tây ở bộ bờ sân chứ anh ấy chị đấy cứ không nó lại này cho dùng bạch lại này bộ cho bạch muối cho lo muối mày cho lo muối và mày cho lo muối mày và trong bờ sân này buồn nghe buồn bờ sân này không nó lại này người ta hỏi là chân được bố nó lại này cho dùng mưa tổ lực ăn mình không sọ và cho dùng trâu chạm chân nhưng trâu chạm bì ăn ít mòn đi để mấy mình không cho nó biết khơi không chẳng hết với bạch lại này và tập mố dương còn bảy muối cho là mùi bảy muối cho là mùi tay thư mấy ở chung từ bố nó thư mấy mê nó cứ từ mê từ bố ở trong chua buồn nó biết mê từ bố trong chua hỡi dương rập nó cho là muối bảy mùi cho là muối bảy mùi cho là muối bảy mùi anh chung thì pi buồn chẳng chung thì muối còn bảy ngọt chung thì pí còn bảy muối cho là mùi chung thì bấy cho là pi bảy mùi rồi đập về ban mặc làm một con tiết cho lo thay mà đo mùi chứ anh ấy mày tặng ngon chung bật tiếp đi còn bảy mỗi cho lo mùi hỏi nó phải ban mặc làm một con biết cho lo pin bảy mùi cho lo bảy mùi cho lo 4 7 mùi rồi phút đó dương chụp chạm buồn đây sẽ đặt cam bảy mê như buồn bạn hãy phải chịu bao ôn một tiền mình men vô tắm cái buôn mà nhom tiền buồn chân cái buôn ấy cứ nhóm còn bảy mùi cho lo mùi buồn bảy mùi cho lo mùi chứ bảy mùi cho lo mùi cứ còn bảy ban mặc lá cái dầm bảy mùi ban mặc lá cái dầm bảy mùi bây giờ sai rồi lấy các bà chòm tí mỗi cái bà chòm và các bà chòm tách cái còn bảy như còn bảy mặc lá rồi gặp pi la rồi đâu anh này la tiết bảy cái la bảy mùi rồi đâu anh ấy 8 cái buôn 8 khăn để cái bảy tí mà sai lấy dương bắt được sốt và dương chạ đây dương cua tầm bảy còn màn cái la mình mùi pi cái la mình mùi rồi bảy cái la mình mùi rồi còn mặc la mình mùi rồi saiเลยกาผมใบบัดซอสหนึ่งกระบวนขนาดที่ครับผม